ជំរាបសួរខ្ញុំបាទឈ្មោះទូចសារាយជាគ្រូបច្ចេកទេសនៃវិទ្យាស្ថានភូមិបច្ចេកទេសភូមិស្រីដែលចូលសែនសៀមរាបខ្ញុំបាទទទួលបន្ទុកបណ្ដុះបណ្ដាលលើជំនាញការងារកំបោរនិងជំនាញការដំឡើងបណ្ដាញកំពង់ទឹកនៃកម្មវិធី C1 1,500,000 នាក់សម្រាប់ជំនាញការងារកំបោរយើងបណ្ដុះបណ្ដាលសិស្សឲ្យមានសមត្ថភាពស្នូលធំចំនួន4ទី1បច្ចេកទេសអាននិងបកស្រាយប្លង់សាងសង់ទី2បច្ចេកទេសនឹងការរៀបជញ្ជាំងទី3បច្ចេកទេសនឹងការបោកសម្អាតផ្ទៃជញ្ជាំងនិងទី4បច្ចេកទេសចាប់ក្បាច់លម្អឯជំនាញការដំឡើងបណ្ដាញកំពង់ទឹកវិញយើងបណ្ដុះបណ្ដាលសិស្សឲ្យមានសមត្ថភាពស្នូលធំចំនួន3ទី1បច្ចេកទេសអាននិងបកស្រាយប្លង់បណ្ដាញទឹកទី2បច្ចេកទេសនឹងការដំឡើងបណ្ដាញទឹកស្អាតនិងទឹកកខ្វក់និងទី3បច្ចេកទេសដំឡើងបរិធានទឹកមិនតែប៉ុណ្ណោះសម្រាប់ជំនាញទាំងពីរនេះយើងនឹងមានបន្ថែមនៅសមត្ថភាពស្នូលបន្ថែមចំនួន2ទៀតទី1គឺការធ្វើផែនការការងារឲ្យបានសមស្របទី2ការរៀបចំវិតម្លៃគម្រោងហើយសម្រាប់ឱកាសការងារសហការនឹងអាចចូលបម្រើការងារនៅស្ថាប័នឯកជនសហគ្រាសផ្សេងៗហើយអាចឱកាសខ្លាយជាបុគ្គលិកកិច្ចសន្យានៅស្ថាប័នរដ្ឋផ្សេងៗឬក៏សហកម្មអាចបង្កើតជាអាជីវកម្មរបស់ខ្លួនផងដែរនៅក្នុងកម្មវិធី C1 1,500,000 នាក់នេះសម្រាប់សហកម្មដែលមាននៅបានសមត្ថភាពឬក៏បានគ្រួសារងាយរងហានិភ័យសហកម្មនឹងទទួលបាននៅប្រាក់ឧបត្ថម្ភចំនួន 28,000 រៀលក្នុងមួយខែផងដែរហើយជាចុងបញ្ចប់ខ្ញុំសូមផ្ដាំផ្ញើទៅដល់យុវជនដែលមានបំណងចង់សិក្សានៅជំនាញបច្ចេកទេសសូមមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានភូមិបច្ចេកទេសភូមិភាគតេជោសានសៀមរាបបាទសូមអរគុណ